អារម្មណ៍របស់មនុស្សជាច្រើនមិនត្រឹមតែមនុស្សចាស់ទេសូម្បីតែយុវវ័យក៏យកចិត្តទុកដាក់ដោយសារម៉ូដម៉ាកសម្បូរបែបហើយស្ដែងឡើងនៅអត្តសញ្ញាណវប្បធម៌ជាតិដោយសេចក្តីស្នេហាវប្បធម៌ប្រពៃណីនារីខ្មែរជាច្រើននៅទីក្រុងកន្ទើបានកំឡាយបេតិកភណ្ឌវប្បធម៌ប្រពៃណីជាតិទៅជាតម្លៃសេដ្ឋកិច្ចខ្ពស់ដោយរបៀបបង្កើតទៅជាផលិតផលសេវាកម្មសម្អង្ការឲ្យជួលសម្ភារបំពាក់និងលក់គ្រឿងសក្ការបូជាទម្រង់ធ្វើអាជីវកម្មនេះមិនត្រឹមតែនាំមកប្រាក់ចំណូលស្ថិរភាពឲ្យគ្រួសារប៉ុណ្ណោះទេនៅទាំងរួមចំណែកថែរក្សានិងពង្រីកនៅអត្តសញ្ញាណវប្បធម៌ជាតិទៀតផងបងស្រីគីមហុងយ៉ាងនៅភូមិទូឌីមឃុំចឹងដេទីក្រុងកន្ទើប្រកបមុខរបរសំអង្ការតាំងពីឆ្នាំ2007ដោយសេចក្តីស្នេហាវប្បធម៌ប្រពៃណីបងគីមហុងយ៉ាងបានរៀនសូត្របំណិនសំអាងមិនឈប់ឈរស្រាវជ្រាវម៉ូដថ្មីហើយវិនិយោគទិញសម្ភារបំពាក់គ្រឿងបណ្ដាការឆ្លើយតបតម្រូវការដ៏សម្បូរបែបរបស់អតិថិជនដល់ឆ្នាំ2015ទទួលបានការជំនួយបុលទុនរបស់ភូមិភាគគួបផ្សំនឹងដើមទុនដែលប្រសិទ្ធជ័យបានគាត់បើកថែមច្រើនសេវាកម្មថ្មីទៀតបច្ចុប្បន្នហាងសំអង្ការរបស់បងគីមហុងយ៉ាងមានអាវការខ្មែរនិងវៀតជិត400ឈុតហើយបើកថែមមួយហាងទៀតនៅឃុំតាប់សើងខេត្តចិនឡុងបង្កើតការងារធ្វើឲ្យជាងសំអង្ការ6នាក់និងពលករ3នាក់នៅភូមិភាគតាមរដូវកាលបុណ្យទានទៀតផងពីចាប់ផ្ដើមហ្នឹងក៏អត់សូវមានតុនដែរជួបការលំបាកច្រើនពីមុនខ្ញុំជីងសម្អាងអញ្ចឹងបានតែ2ឈុតទេទៅសម្អាងឲ្យគេអញ្ចឹងណាបានតែ2ឈុតខ្មែរទេវារៀងដង្ហំទេយើងទៅសម្អាងសំចៃបានតិចទៅយើងខំសំយើងទិញបានច្រើនឡើងទៅចាចៃលុយរត់ដែរពីមុនបងពីព្រោះយើងខ្វះខាតហើយយើងត្រូវការមួយទៀតយើងសង់យើងលក់អវ៉ាន់លក់អីអញ្ចឹងយើងត្រូវការទុនច្រើនដើម្បីយើងបើកមុខរបរយើងបង្កើតថែមឡើងអញ្ចឹងចាហើយក៏ខ្ចីហើយក៏បានសងអស់ដែរចាក្នុងដំណើរសមាហរណកម្មអន្តរជាតិអនុវត្តការងារផ្លាកថ្មីប្រទេសជាតិជីវភាពរស់នៅរបស់ជនរួមជាតិខ្មែរនៅវាលរៀបទន្លេគូឡុងនិយាយរួមទីក្រុងកន្ទើនិយាយដល់លេសបានលើកកម្ពស់មិនឈប់ឈរក្នុងទំនោរអភិវឌ្ឍរបស់សង្គមទំនើបសម្ភារបំពាក់ប្រពៃណីរបស់ជនរួមជាតិខ្មែរមានការកែសម្រួលឲ្យសមស្របចាស់ទុំក្មេងៗតែងតែជាវឬជួលសម្ភារបំពាក់ដែលមានពណ៌សម្បុរស្គូស្គាយទំនើបដើម្បីស្ទាយភាយនៅលក្ខណៈវប្បធម៌ជាតិដល់សហគមន៍សប្តាហ៍ថ្ងៃនៅតំបន់ជនជាតិខ្មែរលើភូមិសាស្ត្រក្រុងកន្ទើមានច្រើនហាងសំអង្ការលក់សម្ភារបំពាក់លក់គ្រឿងសក្ការបូជាងាយស្រួលឲ្យមេមីងក្នុងការលក់ដូរហើយមុនណាគ្រឿងសម្លៀកបំពាក់វាខ្វះខាតច្រើនណាស់បានមកគ្រឿងសម្លៀកក្នុងការមួយមានមកសម្រាប់ឬក៏ពីរសម្រាប់ឥឡូវ3 4 5សម្រាប់ឥឡូវហ្នឹងឃើញថាក្នុងពិធីមង្គលការខ្មែរឃើញថាប្រហែលឆ្នាំជិតនេះវាមានការជឿនលឿនវាមានការអភិវឌ្ឍទៅតាមសម័យទំនើបជាពិសេសគឺគ្រឿងសម្លៀកបំពាក់វាមានច្រើនពណ៌ណាគ្រប់សពបែបយ៉ាងអវ៉ាន់ពីខ្មែរក៏មានពីថៃក៏មានហើយក្នុងពិធីមង្គលការជាពិសេសនៅគ្រឿងបណ្ណាការនៅសឡងកនៅអាឡែងហៅថាខ្សែកខ្សែដៃខ្សែចង្កេះឬក៏ផាមួងអីផ្សេងគឺថាវាសម្បូរបែបលោកលីឡៃនៅឃុំភូតំទីក្រុងកន្ទើអតីតជាចាំងវាំងរងសាលាបឋមសិក្សាហូដាគៀងសេតែងតែចាប់អារម្មណ៍ដល់វប្បធម៌ប្រពៃណីជាតិគាត់តែងតែទូលមានកូនចៅអំពីតម្លៃសម្លៀកបំពាក់ប្រពៃណីទំនៀមទម្លាប់របស់ជនរួមជាតិខ្មែរពិសេសគាត់បានតម្រង់ទិសឲ្យកូនជ្រើសរើសមុខរបរសំអង្ការឲ្យជួលសម្លៀកបំពាក់ប្រពៃណីថតរូបថតវីដេអូក្នុងពិធីអាពាហ៍ពិពាហ៍ដើម្បីស្ទាយភាយនៅលក្ខណៈស្រស់ស្អាតរបស់សម្លៀកបំពាក់ប្រពៃណីខ្មែរក្នុងទូរទស្សន៍ជាឪពុកម្ដាយទីមួយយើងត្រូវមានសេចក្តីស្រឡាញ់នៅទំនៀមទម្លាប់ប្រពៃណីជាពិសេសគឺគ្រឿងសម្លៀកបំពាក់វាតំណាងឲ្យលក្ខណៈរបស់សញ្ជាតិនីមួយហើយយើងមានការប្រឹងប្រែងហើយក៏ពេលរស់ស៊ីយើងមានបានបន្តិចតួចទៅក៏យើងគិតថាផ្ដល់គំនិតឲ្យកូនចៅទៅសិក្សារៀនសូត្រហើយចង់បានស្អាងខ្មែរនឹងបានពេទ្យគ្រឿងពេទ្យខ្មែរខ្ញុំនាំគុណស្រីទៅឡើងទៅដល់តាជីងបាទដល់ទៅតាជីងនឹងទៅជួបយាយមួយស្អាងនឹងគេថាដែលលុកគ្រឿងសម្លៀកបំពាក់ខ្មែរណាជួយណែនាំឲ្យក្មួយឲ្យចៅផង
គាត់ណែនាំដោយអត់គិតតម្លៃ ធ្វើតាមការតម្រង់ទិសរបស់លោកឪពុកបងស្រីថៃធីមីហាន់បានបដូរមុខរបរពីធ្វើជាកម្មការិនីកែច្នៃជលផលមកប្រកបមុខរបរសំអាងការវិញហាងរបស់គាត់ស្ថិតនៅភូមិតាខ្វិចឃុំភូតំអតិថិជនភាគច្រើនគឺមីមីងនៅក្នុងភូមិស្រុកប៉ុន្តែដោយបំណិនតុបតែងស្អាតនិងពិគ្រោះយោបល់ដោយអស់ពីចិត្តអំពីរបៀបសំអាងនិងមានសម្លៀកបំពាក់ចៅការខ្មែរនិងវាទតាមទំនោរថ្មីហាងរបស់គាត់កាន់តែមានអតិថិជនស្គាល់ច្រើនហើយមកជួលផ្ដើមពីគោលនយោបាយអភិរក្សនិងអភិវឌ្ឍតម្លៃវប្បធម៌ជនជាតិភាគតិចរបស់បកនឹងរដ្ឋមាននារីខ្មែរជាច្រើននៅទីក្រុងកន្ធើបានចាប់ផ្ដើមធ្វើអាជីវកម្មសម្រេចបានចំណូលខ្ពស់ពីមុខរបរសំអាងការឲ្យជួលនិងលក់សម្លៀកបំពាក់គ្រឿងសង្ការៈបូជានាំមកប្រាក់ចំណូលខ្ពស់ពិសេសការយកចិត្តទុកដាក់របស់មនុស្សជំនាន់មុនក្នុងការអប់រំកូនចៅបានដាក់សេចក្តីស្នេហាវប្បធម៌ក្នុងយុវវ័យកម្លាយវប្បធម៌ប្រពៃណីទៅជាមុខរបរធ្វើអាជីវកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារផ្ដើមពីនោះរួមចំណែកថែរក្សាពង្រីកនៅតម្លៃវប្បធម៌ក្នុងសម្លៀកបំពាក់ផ្សព្វផ្សាយនៅលក្ខណៈវប្បធម៌ពិសេសរបស់ជនរួមជាតិខ្មែរនៅលើទីផ្សារជាតិនិងអន្តរជាតិ